បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបធ្វើឲ្យកុំព្យូទ័រយើងមានដំណើរការលឿនជាងមុនបាទទាក់ទងទៅនឹងរបៀបធ្វើឲ្យកុំព្យូទ័រយើងមានដំណើរការលឿនជាងមុនវាទាក់ទងទៅនឹង4របៀបដើម្បីចូលទៅក្នុងដំណោះស្រាយនេះខ្ញុំសូមបង្ហាញអំពីបញ្ហាដែលធ្វើឲ្យកុំព្យូទ័រយើងមានដំណើរការយឺតបញ្ហាទី1ទាក់ទងទៅនឹងនៅលើ desktop របស់យើងបាទនៅលើ desktop របស់យើងនេះវាផ្ទុកនៅឯកសារច្រើនបាទដូច្នេះអ្នកទាំងអស់គ្នាអាចលុបឯកសារចេញបាទមានន័យថាយើងអាចលុបឯកសារមួយចំនួនដែលមិនសូវមានប្រយោជន៍សម្រាប់យើងចេញឲ្យវានៅតិចបាទនេះជាចំណុចទី1ចំណុចទី2ទាក់ទងទៅនឹង start up program បាទទាក់ទងនឹង start up program នៅពេលយើងបើក Windows ដំបូងវា program ទាំងអស់ត្រូវ run មានន័យថាវាដើរបើសិនតែ program យើងច្រើនដូច្នេះធ្វើឲ្យកុំព្យូទ័រយើង run ឬក៏ដំណើរការយឺតបាទនេះជាចំណុចទី2ចំណុចទី3ទាក់ទងទៅនឹង data នៅក្នុង drive C បាទមានន័យថាទិន្នន័យបាទទិន្នន័យឬក៏ឯកសារច្រើននៅក្នុង drive C បាទឯកសារច្រើននៅក្នុង drive C ដូច្នេះអ្នកទាំងអស់គ្នាអាចកាត់ឯកសារពីក្នុង drive C ដាក់ទៅក្នុង drive D បាទឬក៏លុបឯកសារនៅក្នុង drive C ចេញមានន័យថាលុបឯកសារដែលយើងមិនបានប្រើឬឯកសារដែលមិនសូវមានប្រយោជន៍នៅក្នុង drive C ចេញនេះជាចំណុច3ចំណុចដែលជាបញ្ហាធ្វើឲ្យកុំព្យូទ័រយើងមានដំណើរការយឺតដូច្នេះខ្ញុំសូមបង្ហាញជូនអំពីរបៀបធ្វើឲ្យកុំព្យូទ័រយើងដើរលឿនបាទទាក់ទងទៅនឹងចំណុចទី1អ្នកទាំងអស់គ្នាអាចចូលទៅក្នុងបាទចូលទៅក្នុងពាក្យ search បាទចូលទៅក្នុងពាក្យ search រួចអ្នកទាំងអស់គ្នាវាពាក្យថា this clean up បាទ this clean up បាទវាពាក្យ this clean up រួចអ្នកទាំងអស់គ្នា enter បាទ this clean up ហើយអ្នកទាំងអស់គ្នា enter វាមកបន្ទាប់មកអ្នកទាំងអស់គ្នា click ទៅលើពាក្យថា free up this space by deleting unnecessary បាទរួចអ្នកទាំងអស់គ្នា click លើវាបាទវានឹងចេញផ្ទាំងនេះឲ្យយើងបាទផ្ទាំងនេះឲ្យយើងបាទដូច្នេះកន្លែងនេះអ្នកទាំងអស់គ្នាអាចមានជំរឿអ្នកទាំងអស់គ្នាអាច clean up ទៅលើ try D ឬក៏ clean up ទៅលើ try C បាទដូច្នេះដោយសារតែឯកសារខ្ញុំបានបន្ទុកនៅក្នុង try C ដូច្នេះខ្ញុំ clean up ទៅលើ try C បាទដូច្នេះអូខេវាមកបាទអូខេវាមកអានេះវាកំពុងតែ clean up បាទវា clean up រួចហើយដូច្នេះនៅក្នុងtick ទាំងអស់នេះបាទនៅក្នុង block នេះអ្នកទាំងអស់គ្នាត្រូវ tick វាចេញបាទត្រូវ tick វាបាទ tick វាទាំងអស់បាទ tick វាទាំងអស់មកបាទ tick វាអស់ហើយអ្នកទាំងអស់គ្នាអូខេបាទអូខេវានឹងចេញផ្ទាំងតូចនេះមកឲ្យយើងបាទអ្នកទាំងអស់គ្នាclick ទៅលើពាក្យថា delete file បាទ click ទៅលើពាក្យ delete file បាទដូច្នេះវាកំពុងតែ clean up try C បាទនេះបាទវាកំពុងតែ clean up try C កំពុងតែ clean up លើ try C ហើយបាទអ្នកនរគ្នាអាចរងចាំវាបាទកំពុង clean up ទៅលើ try C បាទវាកំពុង clean up លើ try C បាទនេះជាចំណុចទី1ដែលយើង
clean up ទៅលើ dry C បាទចប់ហើយនេះជាចំណុចទី1រួចរាល់ហើយដូច្នេះអ្នកទាំងអស់គ្នាចូលទៅក្នុងចំណុចទី2បាទចូលក្នុងចំណុចទី2យើងពីចូលទៅក្នុងពាក្យ search បាទចូលទៅក្នុងពាក្យ search អ្នកទាំងអស់គ្នាវាពាក្យថា run ដូច្នេះអ្នកទាំងអស់គ្នា enter វាមកបាទ enter វានឹងចាញ់ផ្ទាំងនេះឲ្យយើងបាទព្រោះអ្នកទាំងអស់គ្នាវាពាក្យថាភាគរយថែមហើយបាត់ភាគរយមកវិញបាទហើយបាត់ភាគរយមកវិញអ្នកទាំងអស់គ្នាចុច OK បាទដូច្នេះវានឹងចាញ់នៅសំណល់របស់កុំព្យូទ័របាទសំណល់នេះឯងជាហេតុធ្វើឲ្យកុំព្យូទ័រយើងដែរដូច្នេះអ្នកទាំងអស់គ្នាកុំព្រួយបារម្ភថាមានបញ្ហាដល់ឯកសារមកអ្នកទាំងអស់គ្នាដូច្នេះអ្នកទាំងអស់គ្នាត្រូវលុបឯកសារនេះទាំងអស់ចុះយើង control A បាទ control A មកយើង delete វាចុះ control A delete វាចុះខ្ញុំ skip វាបាទ skip វាបាទដូច្នេះយើងក្នុងឯកសារនេះវាកំពុងតែ support បាទដូច្នេះយើងមិនអាចលុបវាបានទេដោយសារតែវាកំពុងតែ support ដូច្នេះនៅក្នុងនេះអ្នកទាំងអស់គ្នានៅក្នុងកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាអាចលុបចាញ់ឲ្យអស់បានដូច្នេះដោយសារតែកម្មវិធីនេះវាកំពុងតែ support ដូច្នេះយើងអាចលុបវាបាននេះជាចំណុចទី2តាក់ទងទៅនឹងភាគរយថែមហើយបាត់ភាគរយមួយវិញទៅក្នុងចំណុចទី2បាទចំណុចទី2រួចរាល់ហើយដូច្នេះចូលក្នុងចំណុចទី3អ្នកទាំងអស់គ្នាចុចវាពាក្យថា run បាទវាពាក្យ run រួច enter វាមកបាទ enter វាមកអ្នកទាំងអស់គ្នាវាពាក្យថា prefix បាទ prefix បាទនេះពាក្យ prefix បន្ទាប់មកអ្នកទាំងអស់គ្នា enter ឬក៏ OK វាមកបាទ OK វាបាទនេះជាឯកសារបាទនៅក្នុងកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាអាចមានឯកសារច្រើនជាងនេះបាទដូច្នេះអ្នកទាំងអស់គ្នាអាចលុបវាចេញអស់ដោយសារតែខ្ញុំបានលុបវាម្ដងហើយដូច្នេះវានៅសល់តិចដូច្នេះនៅក្នុងកុំព្យូទ័ររបស់នេះអាចច្រើនបាទអាចច្រើនដូច្នេះអ្នកទាំងអស់គ្នា control A មកបាទ control A បាទន័យថាយើង delete វាចូលឲ្យអស់បាទឯកសារបាទអូខេបាទនេះជាចំណុចទី3បាទចំណុចទី3នេះរួចរាល់ហើយដូច្នេះយើងចូលទៅចំណុចទី4បាទចំណុចទី4នេះយើងចូលទៅកន្លែងពាក្យ run ដដែលហើយបាទវាពាក្យ run ដដែលបាទរួចយើង enter វាមកបាទវានឹងចេញទាំងនេះដដែលហើយអ្នកទាំងអស់គ្នាវាពាក្យថា ms config បាទ ms config នេះ ms config បន្ទាប់មកអ្នកទាំងអស់គ្នា OK វាមកបាទ OK វាបាទដូច្នេះអ្នកទាំងអស់គ្នាคลิกទៅលើពាក្យ start up បាទคลิกលើពាក្យ start up ដូច្នេះនៅក្នុងនេះវាអត់មានឯកសារអីទេប៉ុន្តែដោយសារតែខ្ញុំបានសម្អាតឬក៏ set up Windows បានល្អដូច្នេះនៅកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាអាចមានឯកសារច្រើនដូចនៅក្នុងវីដេអូខ្ញុំអាចបង្ហាញនៅវីដេអូនេះបាទនៅក្នុង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 វីដេអូនេះវាតាក់ទងទៅនឹង ms config បាទ ms config បាទនេះហើយយើងคลิกទៅលើពាក្យថា set up បាទនេះคลิกលើពាក្យ set up វានឹងអាចចេញនៅមានន័យថាកម្មវិធីឬក៏ program ទាំងអស់នេះមកឲ្យយើងដូច្នេះអ្នកទាំងអស់គ្នាបើមាន chip tick អ្នកទាំងអស់គ្នាត្រូវដោះ tick វាចេញអស់នៅក្នុងប្រអប់នេះបាទអ្នកទាំងអស់គ្នាអាចដោះ tick វាចេញឲ្យអស់បាទដោះ tick វាចេញឲ្យអស់បាទដោះ tick វាចេញឲ្យអស់បន្ទាប់មកអ្នកទាំងអស់គ្នាចុច apply បាទនេះចុច apply នេះបន្ទាប់មកអ្នកទាំងអស់គ្នាចុច OK បាទនេះរួចរាល់បាទរួចរាល់ហើយបាទរួចរាល់នេះជារបៀបធ្វើឲ្យកុំព្យូទ័រយើងមានដំណើរការលឿនជាងមុនដូច្នេះអ្នកទាំងអស់គ្នាធ្វើរួចរាល់ទាំង4ចំណុចហើយអ្នកទាំងអស់គ្នាrestart កុំព្យូទ័រយើងរួចហើយយើងបើកម្ដងទៀត
តែវាមានការផ្លាស់ប្ដូរយ៉ាងម៉េចដែរកុំតែបើយើងវាមានដំណើរការលឿនជាងមុនអត់ដូច្នេះអ្នកទាំងអស់គ្នាអាចសាកល្បងធ្វើនៅក្នុងកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាបាទដូច្នេះរបៀបធ្វើឲ្យកុំព្យូទ័រមានដំណើរការលឿនជាងមុនខ្ញុំសូមបញ្ចប់បាទសូមអរគុណ